ខ្ញុំធ្លាប់មានសង្សារអ៊ីស្លាមប៉ុន្តែត្រូវប៉ាម៉ាក់ទាំងសងខាងបំបែកចាបងក៏ពិតទៅខាងសាសនាអ៊ីស្លាមបានរើសអើងចំពោះសាសនាផ្សេងទេសារតែបច្ចុប្បន្ននេះគឺឃើញច្រើនសូមនិយាយតែមួយចំនួនតូចណាបងអូនទៅថាខាងស្រីគាត់ជាជនជាតិខ្មែរបរិះហ្នឹងជាជនជាតិអ៊ីស្លាមពេលគាត់រៀបការជាមួយគ្នាគឺខាងស្រីចូលមកខាងអ៊ីស្លាមចឹងណាតែនៅថ្ងៃណាមួយពេលដែលប្តីរបស់គាត់ជាអ៊ីស្លាមហ្នឹងស្លាប់មួយក៏គាត់បែកបាក់គ្នាខាងស្រីគាត់នឹងចូលទៅខាងខ្មែរវិញលេងកាន់សាសនាអ៊ីស្លាមទៀតចឹងណាបើអ្នកខ្លះគាត់មានកូនពេលដែលប្តីគាត់នៅរស់រស់នៅជាមួយគ្នាគាត់គោរពប្រតិបត្តិចូលមកខាងសាសនាអ៊ីស្លាមទាំងកូនទាំងអីចឹងណាគ្រាន់តែប្តីស្លាប់ពឹបគាត់នាំកូនទៅញ៉ាំសាច់ជ្រូកទៅចូលខាងខ្មែរវិញទៅគឺខ្ញុំឃើញបែបនឹងច្រើនណាបងអូនហើយទៅសាសនាអ៊ីស្លាមគាត់រៀងតឹងរឹងចំពោះសាសនាផ្សេងចឹងណាខ្លះគាត់ចូលសាសដោយសារតែគាត់ស្រឡាញ់បរិសម្នាក់នឹងជាអ៊ីស្លាមនៅពេលដែលគាត់ឈប់ស្រឡាញ់បែកបាក់គ្នានឹងចាក់ចេញពីសាសនាអ៊ីស្លាមវិញ